ទីបំផុតការទន្ទឹងរង់ចាំរឿងសាសនាងងឹតក៏បានមកដល់ដោយអ្នកទាំងអស់គ្នាបានដឹងហើយថារឿងសាសនាងងឹតដែលមានវត្តមានតារាជើងចាស់និងថ្មីជាច្រើនរូបបានចូលរួមសម្ដែងជាពិសេសនោះគឺកញ្ញាមីណាប៉ះគ្នាជាមួយកញ្ញាសុគាគឹមលៀងហើយកូនអានដែលជាការសម្ដែងរួមគ្នាលើកដំបូងក្នុងរឿងសាសនាងងឹតដែលធ្វើឲ្យកក្រើកអ្នកគាំទ្រដែលកំពុងតែអន្ទះសារទន្ទឹងរង់ចាំមើលថាតើសាច់រឿងនេះពិសេសយ៉ាងណាមានអាថ៌កំបាំងនិងរន្ធត់ញាប់ញ័រប៉ុណ្ណានោះដោយកញ្ញាទាំងពីរសុទ្ធសឹងតែជាអ្នកមានទេពកោសល្យខ្ពស់និងលេចធ្លោនាពេលបច្ចុប្បន្ននេះយ៉ាងណាមិញថ្មីនេះ LD ក៏បានផុស trailer រឿងសាសនាងងឹតហើយឃើញថាសាច់រឿងគឺពិតជាតាក់ទាញខ្លាំងមែនទែនគឺបែបរន្ធត់ព្រឺព្រួចតាក់ទងទៅនឹងជំនឿនិងអំពើរបស់សាសនាងងឹតធ្វើឲ្យអ្នកទស្សនាមានមតិនិងចម្ងល់ចង់ដឹងថាសាច់រឿងពេញនឹងមានរឿងអ្វីកើតឡើងនិងចុងបញ្ចប់នៃសាច់រឿងទៅជាយ៉ាងណានោះរឿងសាសនាងងឹតនឹងធ្វើការសម្ពោធនៅថ្ងៃទី3ខែមីនាឆ្នាំ2025និងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី6ខែមីនាឆ្នាំ2025គ្រប់រោងភាពយន្តគួរបញ្ជាក់ផងដែរថារឿងសាសនាងងឹតនេះគឺជាការផលិតរបស់ផលិតកម្មល្បីល្បាញមានស្នាដៃគឺផលិតកម្ម LD លើពីនេះទៅទៀតខ្សែភាពយន្តមួយនេះគឺជាការសហការចាប់ដៃគ្នាជាមួយក្រុមហ៊ុន B Talent ដែលជាក្រុមហ៊ុនដែលមានទស្សនវិស័យដ៏ច្បាស់លាស់ក្នុងការបណ្ដុះបណ្ដាលសិល្បករខ្មែរលើសពីសមត្ថភាពដែលមាននិងដើម្បីកសាងភាពជោគជ័យ